ជាទូទៅមនុស្សយើងតែងតែមានកម្លាំងលើកទឹកចិត្តឬមួយក៏ motivation ហ្នឹងគឺនៅដើមឆ្នាំដើមខែឬមួយក៏ព្រឹកព្រលឹមអញ្ចឹងទៅប៉ុន្តែសម្រាប់ខ្ញុំគឺវាដូចជាបាក់ដើមឆ្នាំដើមខែតែម្ដងខែមករា2026ដើមឆ្នាំ2026ដូចជាធ្វើមិនសូវបានល្អប្រហែលទេប៉ុន្តែក៏មានរឿងខ្លះដែលគួរចង់អរគុណខ្លួនឯងដែរបើទោះបីជានៅក្នុងរយៈពេល1ខែ1ឆ្នាំយើងអាចបានធ្វើអីសោះអត់បានបង្កើតភាពរីកចម្រើនអីសោះនៅក្នុងរយៈពេល1ខែ1ឆ្នាំ1ថ្ងៃក៏យើងនៅតែអាចមានរឿងតូចៗមួយដែលត្រូវតែអរគុណខ្លួនឯងហើយរំលឹកដឹងគុណខ្លួនឯងជានិច្ចផងដែរជាទូទៅខ្ញុំតែងតែនិយាយល្អទៅកាន់មនុស្សជុំវិញខ្លួនរបស់ខ្ញុំហើយខ្ញុំក៏តែងតែនិយាយល្អមកកាន់ខ្លួនឯងដូចគ្នាដែរព្រោះខ្ញុំដឹងថាមនុស្សគ្រប់គ្នាគឺអត់អាចមាននរណាមួយដែល perfect ទេខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តនិយាយពាក្យលើកទឹកចិត្តគេតែខ្ញុំក៏មានថ្ងៃខ្លះក៏បាក់ខ្លាំងមែនតែនតែដូចគ្នាដែរអ្វីដែលខ្ញុំចង់អរគុណខ្លួនឯងនៅក្នុងខែមករាដើមឆ្នាំ2026នោះគឺអរគុណដែលអត់បោះបង់អ្វីដែលខ្លួនកំពុងតែធ្វើអត់បោះបង់ក្តីសម័យនៅគ្នាដូចឃើញស្រាប់ហើយខ្ញុំអាចត្រឡប់មកវិញនៅដើមខែកុម្ភៈមកនិយាយមកធ្វើវីដេអូមកអង្គុយចោះធ្វើអ្វីដែលខ្ញុំចង់ធ្វើម្ដងទៀតបើទោះបីជានៅក្នុងរយៈពេល1ខែនេះខ្ញុំបាក់ខ្លាំងមែនតើវាអាចនឹងនិយាយចេញប៉ុន្តែវាក៏ចង់អរគុណខ្លួនឯងដែលអាចនៅបន្តដំណើរមួយនឹងបានខ្ញុំចង់រំលឹកអ្នកនរគ្នាដែរថាបើទោះបីជាខែខ្លះថ្ងៃខ្លះឆ្នាំខ្លះយើងអត់បានធ្វើអីសោះប៉ុន្តែអ្វីដែលជាចំណុចខ្លាំងគឺយើងអត់បោះបង់ក្តីសម័យបោះបង់អ្វីដែលយើងកំពុងតែធ្វើនេះគឺជាចំណុចមួយដែលខ្លាំងដែលអ្នកនរគ្នាគួរតែកត់សម្គាល់ហើយអរគុណខ្លួនឯងដែរនៅក្នុងកលៈទេសៈមួយដែលមនុស្សភាគច្រើនបោះបង់ប្រឈប់អ្វីដែលពួកគេកំពុងតែធ្វើហើយយើងនៅតែរក្សាលំនឹងខ្លួនឯងឲ្យនឹងហើយរងចាំឱកាសល្អណាមួយដើម្បីធ្វើការត្រឡប់មកវិញអានឹងហើយគឺជាភាពខ្លាំងរបស់យើងអ្នកនរគ្នាបើទោះបីជាយើងអត់បានធ្វើអ្វីដែលជាភាពរីកចម្រើនសម្រាប់ខែហ្នឹងសម្រាប់ថ្ងៃហ្នឹងសម្រាប់ឆ្នាំហ្នឹងប៉ុន្តែយើងនៅតែរក្សាលំនឹងខ្លួនឯងឲ្យនឹងថឹងមិនបោះបង់វាទេយើងរងចាំឱកាសដែលល្អ perfect មួយដើម្បីធ្វើការត្រឡប់មកវិញជាខ្លួនឯងម្ដងវិញដែលរឹងមាំជាងមុនដែលដឹងកលៈទេសៈច្រើនជាងមុនអានេះហើយគឺជាចំណុចខ្លាំងរបស់យើងចឹងអ្នកនរគ្នាគួរតែអរគុណខ្លួនឯងហើយកុំបោះបង់ព្រោះណាក៏ដូចណាដែរនៅតាមដំណើរជីវិតរបស់យើងជាពិសេសគឺនៅក្នុង level មួយដែលទៀបអញ្ចឹងគឺមានរឿងជាច្រើនដែលមកវាយប្រហារយើងមកឲ្យចង់ឲ្យយើងឈប់ខ្លាំងមែនតើហើយខ្ញុំអត់ប្រកែទេអ្នកនរគ្នាខ្ញុំគ្រាន់តែជាមនុស្សម្នាក់ដែលសម្រេចចិត្តធ្វើអ្វីមួយហើយគឺខ្ញុំធ្វើវារហូតតតែសម្រេចវាជាក់ស្ដែងខ្ញុំថតវីដេអូនេះនៅម៉ោង2:03ខ្ញុំដឹងថាមួយថ្ងៃនៅក្នុងមួយថ្ងៃខ្ញុំអត់សូវមានពេលច្រើនទេអញ្ចឹងខ្ញុំត្រូវតែឆ្លៀតខ្ញុំត្រូវតែបង្កើតពេលវេលាសម្រាប់វាខ្ញុំអត់មានពេលប៉ុន្តែខ្ញុំបង្កើតពេលសម្រាប់ខ្លួនឯងបានរឿងខ្លះវាទាមទារឲ្យយើងលះបង់ខ្លះក៏លះបង់ទៅលះបង់ការគេងស្កប់ស្កល់របស់យើងក៏អាចលះបង់បានទៅព្រោះដើម្បីក្តីសម័យរបស់យើងព្រោះវាទាមទារឲ្យយើងធ្វើការលះបង់ចឹងឯងដើម្បីទៅរកអ្វីដែលយើងចង់សម្រេចអញ្ចឹងអ្នកនរគ្នាបើសិនជាអ្នកនរគ្នាកំពុងតែខិតខំកសាងខ្លួនឯងគឺខ្ញុំចង់ឲ្យអ្នកនរគ្នាដឹងថាខ្ញុំពិតជាមានមោទនភាពលើអ្នកទាំងអស់គ្នាមែនតើមិនមែនជាការធ្វើវីដេអូទេប៉ុន្តែវាគឺជាការនិយាយមិនមែនជាការធ្វើវីដេអូទេប៉ុន្តែវាជាការនិយាយទល់មុខគ្នាអញ្ចឹងហ្មងមនុស្សប្រុសក្នុងនាមខ្ញុំជាមនុស្សប្រុសខ្ញុំពិតជាមានមោទនភាពលើអ្នកនរគ្នាមែនតើដែលព្យាយាមកសាងខ្លួនឯងបើទោះបីជាថ្ងៃខ្លះវាលំបាកថ្ងៃខ្លះក៏វាមិនចង់ធ្វើតែយើងនៅតែងើបតែធ្វើអានេះហើយគឺជាភាពខ្លាំងរបស់អ្នកគ្នាអញ្ចឹងគួរតែមានមោទនភាពលើខ្លួនឯង So yeah ខ្ញុំបន់ឲ្យអ្នកនរគ្នាទទួលបានអ្វីដែលអ្នកនរគ្នាចង់សម្រេចមិនយូរមិនឆាប់ទេហើយខ្ញុំក៏ជឿជាក់យ៉ាងពេញទំហឹងដូចគ្នាដែរចា